ចេតនាបានន័យថាកុសលដែលយើងមកពេញរួចយើងពេញរួចហើយតាំងកេតាំងវេតាំងអីប្រសពគ្រប់សពហើយអញ្ចឹងបានន័យថាយើងកំពុងតែស្ដាប់ធម៌នេះគឺមុញចេតនាកំពុងតែធ្វើបុណ្យនេះណាបុណ្យសំដែងធម៌អញ្ចឹងណាហើយការដែលស្ដាប់ធម៌នេះគឺកើតនៅបញ្ញាយល់ដឹងណាចឹងនៅក្នុងការបំពេញបុណ្យរួចហើយឲ្យត្រូវមានកុសលថ្នាក់ទៀតរបស់យើងនេះដែលយើងហំពេញពីព្រឹកពីថ្ងៃហើយចប់កិច្ចហើយហ្នឹងឲ្យបុណ្យហ្នឹងវាបានពេញគេហៅពេញនេះពេញចេតនាត្រូវតាំងចេតនា4ឬអ្នកធ្វើបុណ្យទាំងអស់ត្រូវដឹងតែម្ដងចឹងអញ្ចឹងចេតនា4ហ្នឹងមានឧបចេតនាទី1អឧបចេតនាហ្នឹងគឺចេតនាជាកណ្ដាលគឺយើងគិតចង់ធ្វើបុណ្យណាហើយមិនទាន់បានធ្វើទេការដែលគិតចង់ធ្វើបុណ្យហ្នឹងតែជ្រះថ្លាចង់ធ្វើអត់មានសេចក្តីសើចមួយទេបរិសុទ្ធក្នុងចេតនាបរិសុទ្ធចង់ធ្វើហើយមានសេចក្តីរីករាយក្តីមានចិត្តជាស្មើកណ្ដោប៉ុន្តែនៅពេលដែលពុទ្ធបចេតនាកើតឡើងពុទ្ធហ្នឹងតោះនេះតោះនោះអាពុទ្ធហ្នឹងអត់បរិសុទ្ធទេពុទ្ធតែចង់ធ្វើហ្នឹងណាតែវាកូនចេញកូនចង់និយាយទៅឆ្លុះគ្នាបកាយគ្នាអញ្ចឹងនឹងមិនស្រស់ស្រួលបន្តិចគ្នាយ៉ាងណានឹងមានអកុសលធម៌កើតឡើងពេលហ្នឹងគឺបដិខៈកើតឡើងណាតែនៅពេលស្រស់ស្រួលគ្នាហើយគេថាបានធ្វើហើយស្រស់ស្រួលគ្នាហើយបានយើងបានមកធ្វើបុណ្យទេណាអត់មានបរិខៈអីទេហើយថាចេតនាឲ្យបានយើងល្អហើយដល់ពេលយើងកំពុងធ្វើបុណ្យណាតែកម្មវិធីនោះមកតែប្រព្រឹត្តទៅមុនហ្នឹងណាគេហៅថាមួយចេតនាកំពុងបំពេញបុណ្យហើយគណៈពេលដែលចេតនាមកវិញបុណ្យធ្វើវិញធ្វើមកអញ្ញឹមឃើញខ្ញុំធ្វើអញ្ញឹមហ្នឹងអញ្ញឹមដើម្បីឲ្យមានសោមនុស្សឲ្យមានសោមនុស្សកើតឡើងនៅក្នុងកុសលហ្នឹងណាអញ្ញឹមធ្វើមុខស្មើបានអត់នឹងនិយាយបានអានេះគេហៅអីគេអូវេខាមិនមុខមិនរីកមិនអីទេមុខស្មើប៉ុន្តែក៏ជាកុសលដែរតែពេលហ្នឹងមិនមែនជាសោមនុស្សចិត្តនឹងប្រកបដោយឧបេខាអញ្ចឹងបានតែបុណ្យវាមានពីរថ្នាក់កុសលបែបឧបេខានិងកុសលបែបសោមនុស្សឃើញទេតែពេលយើងធ្វើបុណ្យយើងមើលមុខញញឹមគឺបានន័យថាកុសលនឹងគេត្រូវចាត់ចូលនៅក្នុងសោមនុស្សហើយយើងនិយាយទៅរៀនញញឹមទៅគុំធ្វើមុខសួយជុំមកណានិយាយឲ្យទៅចាប់បុណ្យនឹងសិនទៅរឿងពិបាកចិត្តរឿងអីផ្សេងគុំគិតថាពេលកណ្ណាក់ធ្វើនឹងបរិសុទ្ធសោមនស្សក្តីឧបេខាក្តីមានអារម្មណ៍ធូរក្នុងទ្រូងកម្លាំងបុណ្យនឹងឲ្យផលធៀងមានអារម្មណ៍ថាមានខ្លួនឯងក្នុងជើងស្រាក្នុងខ្លួនអីចឹងទៅណាហ្នឹងហើយយើងតម្កល់ចិត្តត្រូវហើយតម្កល់ចិត្តត្រូវគេហៅយោនិសោមនស្សការៈបានន័យថាតម្កល់ចិត្ត